សួស្តីអ្នកនរគ្នាចាថ្ងៃនេះខ្ញុំមកនិយាយអំពីដំណើរទស្សនកិច្ចសិក្សារបស់សាលាគណិតវិទ្យានិងវិទ្យាសាស្ត្រទៅកាន់ឧទ្យានកូកូហ្វាមចាអញ្ចឹងបន្ទាប់ពីឲ្យឈ្មោះសិស្សទៅតាមកន្លែងរៀនខ្លួនហើយពួកគាត់ក៏បានសម្រាកនៅលើឡានហើយនេះគឺជាទេសភាពនៅតាមដងផ្លូវគឺឃើញហាខៀវស្រងាត់ចាអញ្ចឹងយើងបានមកដល់កូកូហ្វាមហើយចាអញ្ចឹងទេសភាពនៅខាងក្នុងនៅទីនេះគឺស្រស់ស្អាតខ្លាំងមែនទែនគឺពោរពេញទៅដោយដើមឈើពណ៌បៃតងជាពិសេសនោះគឺដើមដូងជាច្រើនហើយនឹងដើមមៀនផងដែរចាហើយកូនសិស្សគឺគាត់សប្បាយរីករាយខ្លាំងមែនទែនចំពោះការដែលបានមកលេងនៅទីនេះចាចាអញ្ចឹងពួកយើងក៏បន្តដំណើរទៅមុខទៀតដោយមើលទេសភាពនៅតាមដងផ្លូវហើយនេះគឺជាដើមមៀនហើយបន្ទាប់ពីដើរនៅតាមផ្លូវសុកក៏យើងបានប្រទះឃើញនៅរូបចម្លាក់ដៃណូស័រយ៉ាងធំហើយកូនសិស្សគឺគាត់សប្បាយចិត្តមែនទែននៅពេលដែលឃើញរូបដៃណូស័រមួយហ្នឹងអញ្ចឹងគាត់ក៏សូមលោកគ្រូអ្នកគ្រូដើម្បីថតរូបជាមួយរូបចម្លាក់ដៃណូស័រនេះចាអញ្ចឹងអ្នកទាំងអស់គ្នានេះគឺជាផ្លូវសម្រាប់ដើរទៅទស្សនាសត្វចាអញ្ចឹងយើងមកលេងសួនសត្វគោលបំណងធំរបស់យើងគឺប្រកបជាទៅមើលសត្វទៅទាំងអត់ចាអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចតាមដានមើលណាថាតើកូនសិស្សរបស់ខ្ញុំនៅពេលដែលគាត់ឃើញសត្វទាំងអស់ហ្នឹងថាតើគាត់មានអារម្មណ៍បែបណាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី2នៃដំណើរកម្សាន្តរបស់ពួកយើងអញ្ចឹងបន្ទាប់ពីពួកយើងបានចូលមកដល់ខាងក្នុងយើងក៏បានជួបហើយនឹងបានលេងជាមួយនឹងសត្វជាច្រើនប្រភេទហើយសត្វនៅទីនោះអ្នកទាំងអស់គ្នាគឺ slot ហើយវាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនចាអញ្ចឹងនេះគឺជាសកម្មភាពបន្តទៀតដែលយើងនឹងទៅទស្សនានៅសត្វជាច្រើនប្រភេទផ្សេងគ្នាហើយសិស្សានុសិស្សគឺគាត់បានទិញនៅចំណីយកទៅដាក់ឲ្យវាតដៃតែម្ដងចាអញ្ចឹងនៅពេលដែលយើងបានមកលេងនៅទីនេះគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនចំពោះសិស្សានុសិស្សគឺដើម្បីឲ្យគាត់បានយល់អំពីធម្មជាតិក៏ដូចជាការមើលថែសត្វនិងដាក់ចំណីឲ្យសត្វចាចំពោះវីដេអូរបស់ខ្ញុំគឺសូមចប់តែត្រឹមនេះហើយសូមទៅបន្តទៅវីដេអូមួយទៀតគឺវីដេអូសកម្មភាពរបស់សិស្សនៅ Playground វិញម្ដងសូមអរគុណអ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់